ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះបងប្អូនអើយជួបជុំបងប្អូនខ្ញុំគេមកលេងហើយបងប្អូនខ្ញុំគេបានបុកល្ហុងនេះបុកល្ហុងនឹងបុកនៅបន្ទប់ខ្ញុំបងប្អូននេះគេបុកល្ហុងហើយនេះគេបន្ទាប់គេមានបន្លែតកួនស្ពៃហើយនឹងកធំថេតបងប្អូនហើយនេះខ្ញុំអូយស្អីនេះអាចាប់ទុកនឹងទុកឲ្យបងប្អូនខ្ញុំបងប្អូននេះហើយឥឡូវហ្នឹងនេះបងប្អូនខ្ញុំគេចាប់ដើមមកគេថាមើលអញដាក់មួយម៉ាត់មើលវាជាតិអត់អញអ្នកភ្លក់មុននោះដាក់អ្នកបុកហើយគឺអ្នកភ្លក់មុនគេទៀតបងប្អូនគេថាឆ្ងាញ់ណាស់ឆ្ងាញ់អើយស៊ីឆ្ងាញ់ណាស់អាចបុកតែឥឡូវនេះបងអូនគេនេះពីរនាក់បងប្អូនគេបងប្អូននេះបងប្អូនគេតាឥឡូវបងអូនគេនេះគេដាក់មួយដៃអញ្ចឹងគេចង់ស្អាតគេចង់ដឹងថាបងគេនឹងបុកឆ្ងាញ់អត់ហើយគេដាក់មួយសិនខ្ញុំចាំក្រួយគេអីក្រឹបពិសាយគេស៊ីអស់ហើយឥឡូវបិទបន្ទប់ទឹកមុននេះហើយគេដាក់ម៉ាត់គេដាក់ថ្ងៃអាឆ្លៀតហូបហើយហ្នឹងស្លក់គេទៀតបងប្អូនណាបែបហ្នឹងកាចហ្មងហើយគេថាហើយមិនក៏មិនហូបថាហូបស្អីខ្ញុំចាំក្រួយអញ្ចឹងណាតែអីអស់តម្លៃឃើញគេហូបធំពេកអញ្ចឹងណាមានអីទុកមាត់ស្អីតែវាដាក់ឥឡូវដល់វាអានេះបងអូនថ្លៃខ្ញុំគេបុកម្ដងអាមុនបងប្អូនគេមកលេងបងប្អូនចង់ថាវីដេអូហ្នឹងមាន2បងប្អូន2វគ្គវីដេអូមុនហ្នឹងយូរហើយតែខ្ញុំអត់បានកាត់ផងអញ្ចឹងខ្ញុំយកមកកាត់ជាប់គ្នាឥឡូវវីដេអូក្រោយនេះបងខ្ញុំអ្នកបុកអញ្ចឹងខ្ញុំក៏បានថតវីដេអូទៀតខ្ញុំកាត់ជាប់គ្នាអញ្ចឹងបុកល្ហុងទាំងពីរបងប្អូនតែអ្នកបុកគឺខុសគ្នាមួយបងប្អូនបង្កើតមួយបងប្អូនចដូនមួយអញ្ចឹងណាបងប្អូនហើយនេះខ្ញុំបានថតពីដំបូងពីអាពេលវាកំពុងតែបុកបុកគ្រឿងបងប្អូនបុកគ្រឿងមុនអញ្ចឹងហើយគេដាក់បន្លែអីគ្រូអញ្ចឹងណាហើយគេបុករួចមកត្បាល់ហើយគេបុកមកត្បាល់ទៀតព្រោះល្ហុងវាច្រើនបងប្អូននេះគេបុកឲ្យគេដាក់ចេះទឹកឲ្យហូបតែខ្ញុំអត់បានហូបទេចាំហូបទាំងអស់គ្នាឥឡូវគេចាប់ដើមបុកមកត្បាល់ទៀតបងប្អូននេះហើយបងប្អូនណាចង់ភ្លក់បុកល្ហុងអាចមកបានបងប្អូនណាហើយបើមានតិចទៀតធ្វើតែអែមឥឡូវនេះយើងមកនេះមកមើលត្រីម្ដងបងប្អូននេះត្រីថ្មបងប្អូននៅវត្តភូមិថ្មីបងប្អូនអើយហើយខ្ញុំដាក់សលេងពិតអីមកអូយត្រីក្នុងភូមិវ៉ាបងប្អូនមកដល់លេងត្រីប្រឹក្សាអូយទឹកឡើងឆ្លាឆ្វងទឹកទៅដើរវាឆាយម្ដងណាអូយទេសភាពសត្វស្រែនេះឡើងអត់តលមុខទេថតមួយសិន